សេរីសួស្តីមួម៉ៅច្រើនសេរីរត់ចេញរីករាយវិញសេរីរត់ចូលជាទូទៅយើងឲ្យតម្លៃសេរីសួស្តីទៅលើរឿងល្អល្អរឿងសប្បាយមានលៀបមានជ័យជាដើមតែគួរចងចាំថាផលល្អទាំងនោះកើតឡើងអាស្រ័យហេតុល្អហេតុដែលជាកុសលដែលអ្នកខិតខំប្រព្រឹត្តធ្វើពីមុនមកហេតុនៃសេរីសួស្តីនោះមានដូចជាការសេពគប់ត្រូវការតស៊ូព្យាយាមក្នុងកិច្ចការងារដែលអ្នកធ្វើការរៀនសូត្របង្កើនចំណេះដឹងការចេះគួសមរស់រាយរាក់ទាក់ការចេះចែករំលែកដល់អ្នកលំបាកការចិញ្ចឹមមាតាបិតាសេចក្តីអត់ធន់ទឹកចិត្តមេត្តាទឹកចិត្តត្រជាក់ចិត្តធ្ងន់ចិត្តរស់រាយចិត្តឃ្លាវខ្លាជាដើមទាំងនោះគឺជាហេតុដើមនៃសេរីសួស្តីព្រោះសេរីសួស្តីនោះជាឈ្មោះនៃចិត្តល្អចិត្តជាកុសលចិត្តរីករាយជ្រះថ្លានោះឯងអ្នកបានសាងនៅហេតុនៃសេរីសួស្តីនោះសេរីនឹងរត់មករកអ្នកវិញមិនពិបាករត់តាមវាប៉ុន្មានទេឬក៏មិនពិបាកដើរសួរគ្រូហៅពេកដែររៀនរីករាយទទួលថ្ងៃថ្មីដោយចិត្តស្រស់ស្រាយក្នុងសេចក្តីល្អបើអ្នកគ្មានអ្វីច្រើនយ៉ាងហោចណាស់អ្នកនៅមានជីវិតរស់បន្តមួយថ្ងៃទៀតអ្នកនៅមានដៃមានជើងមានសតិស្មារតីសម្រាប់បំពេញការងារបន្តរៀនរីករាយចំពោះអ្វីដែលអ្នកមានអ្វីដែលអ្នករកបានដោយសុចរិតហើយប្រឹងប្រែងបន្តទៀតតែបើដំណើរជីវិតនេះត្រូវជួបរឿងមិនល្អខ្លះរឿងអពមង្គលខ្លះក៏កុំមួម៉ៅពេកអីព្រោះបើមួម៉ៅទៅរឿងនៅតែជារឿងហើយចិត្តកាន់តែស្មុគស្មាញថែមជីវិតតែងជួបបញ្ហាខ្លះអីចឹងឯងទ្រាំទៅបើជួបហើយប្រឹងដោះទៅហើយបើដោះហើយត្រូវដើរហួសទៅមុខទៀតកុំស្ពាយរឿងសំពីងសំពងពេកសេរីសួស្តីមិននៅជាមួយយើងទេទុកពេលវេលាដែលនៅមានសេសសល់សម្រាប់គិតរឿងថ្មីធ្វើការងារថ្មីសាងបុណ្យថ្មីដើម្បីបានសេរីសួស្តីថ្មីមេរៀនអាចថាមានពេលខ្លះអ្នកគិតមិនបានគ្រប់ជ្រុងជ្រោយហើយក៏និយាយជ្រុលជ្រោះឬសម្រេចចិត្តខុសដែលនាំឲ្យខូចខាតប្រយោជន៍ឬបាត់បង់ទ្រព្យធនជាដើមសូមកុំស្ដីបន្ទោសខ្លួនឯងច្រើនពេកអីដំណើរជីវិតតែងមានខុសខ្លះអីចឹងឯងគ្មានអ្នកណាម្នាក់បានល្អ 100% ទេ
អាយុនៅក្មេងចិត្តគំនិតក៏នៅក្មេងខ្ចីធ្វើឲ្យអ្នកឆាប់ឆេវឆាវហើយគិតខ្លីវាជាដំណើរធម្មតានៃការវិវត្តផ្នែកខួរក្បាលនិងចិត្តគំនិតបើខុសឆ្គងសូមការអនុគ្រោះលើកលែងពីគេទៅកុំខ្មាស់អៀនអីរួចហើយងើបឡើងបន្តដំណើរទៅមុខទៀតផ្ដល់ឱកាសឲ្យខ្លួនឯងជាលើកទី2ក្មេងធ្លាប់ដួលរាប់សិបដងទម្រាំចេះដើរចាត់ទុកកំហុសខុសឆ្គងនិងបរាជ័យទាំងនោះថាជាមេរៀនជាបទពិសោធន៍សម្រាប់ការសម្រេចចិត្តឲ្យបានត្រឹមត្រូវនៅថ្ងៃក្រោយរឿងមិនល្អធ្វើឲ្យអ្នកឈឺចាប់តែវាជួយអ្នកឲ្យមើលឃើញបញ្ហាបានច្បាស់ជាងមុនស្គាល់មនុស្សបានប្រកបជាងមុនអង្គុលីមៀលផុងខ្លួនធ្វើខុសដើរសម្លាប់មនុស្សរាប់រយរាប់ពាន់នាក់តែចុងក្រោយបានតាំងចិត្តកែខ្លួនបួសជាបព្វជិតហើយបានត្រាស់ជាព្រះអរហន្តបានជាសាវកដ៏ឆ្នើមរបស់ព្រះពុទ្ធជាម្ចាស់ទៀតផងអ្នកបានធ្វើកំហុសពីមុនមកហើយចេះកែប្រែខ្លួនព្រះពុទ្ធជាម្ចាស់ទ្រង់សរសើរថាជាបណ្ឌិតជីវិតបានភ្លឺត្រចះត្រចង់ឧបមាដូចជាព្រះច័ន្ទបានចេញផុតពីពពកដូច្នោះឯងរៀនសម្រេចចិត្តមុននឹងសម្រេចចិត្តគិតឲ្យបានច្បាស់លាស់សិនសួរយោបល់គេឯងឲ្យបានគ្រប់ជ្រុងជ្រោយហើយចុងក្រោយអ្នកត្រូវសម្រេចចិត្តដោយខ្លួនឯងហើយបើសម្រេចយ៉ាងណាហើយធ្វើតាមនឹងទៅកុំសាវ៉ាដូរចុះដូរឡើងពេកអីព្រោះវាធ្វើឲ្យរំខានចិត្តខ្លាំងមិនសូវបានសុខទេហើយបើឧបមាថាការសម្រេចចិត្តនោះខុសនាំឲ្យខូចខាតបាត់បង់សូមគុំទម្លាប់បន្ទោសគេបន្ទោសឯងឬមួម៉ៅក្តៅក្រហាយស្ដីបន្ទោសខ្លួនឯងយូរពេកអីចាត់ទុកថាវាជាផលនៃបាបចាស់ទៅចុះកុំស្ដាយពេកអីព្រោះស្ដាយទៅបានត្រឹមតែខូចចិត្តយកវាជាមេរៀនគិតសារជាថ្មីឡើងវិញធ្វើឲ្យបានប្រសើរជាងមុនហួសហើយអតីតកាលល្អក្តីមិនល្អក្តីបានកន្លងហួសទៅហើយទោះបីអ្នកស្ដាយប៉ុណ្ណាក៏ទាញមកវិញមិនបានដែរអនុញ្ញាតឲ្យវាប្រែប្រួលតាមដំណើរនៃធម្មជាតិរបស់វារឿងល្អ
ជាផលនៃកម្មល្អដែលអ្នកបានសាងរឿងមិនល្អជាផលនៃអកុសលកម្មដែលអ្នកបានប្រព្រឹត្តពីមុនមកជីវិតរបស់មនុស្សម្នាក់ប្រព្រឹត្តទៅតាមកម្លាំងកម្មដែលខ្លួនបានធ្វើពីអតីតផងកម្មក្នុងពេលបច្ចុប្បន្នផងអ្នកមិនអាចរត់គេចពីផលនៃកម្មបានឡើយរឿងខ្លះកើតឡើងហួសពីការស្មានរបស់អ្នកហើយអ្នកគ្មានសមត្ថភាពទៅបង្គាប់បញ្ជារឿងខាងក្រៅបានទាំងស្រុងទេកម្លាំងអ្វីស្មើដោយកម្លាំងកម្មមិនមានឡើយណដ្ឋិកម្មੰសមੰពលំបើមានហេតុគ្រប់គ្រាន់រឿងនឹងកើតឡើងអ្វីមិនមែនជារឿងចៃដន្យទេបើអ្នកបានជួបរឿងមិនល្អហើយអ្នកកើតចិត្តមួម៉ៅក្តៅក្រហាយអ្នកបានបង្កើនទុក្ខនោះឲ្យមានទម្ងន់ទ្វេដងរឿងក៏អាក្រក់ចិត្តក៏មួម៉ៅទុក្ខទាំងកាយទុក្ខទាំងចិត្តណាស់ហើយចុះរឿងបានកន្លងផុតទៅហើយចាត់ទុកជាមេរៀនជាបទពិសោធន៍សម្រាប់ការសម្រេចចិត្តលើកក្រោយចាប់ផ្ដើមសារជាថ្មីគិតរឿងថ្មីនិយាយរឿងថ្មីធ្វើកិច្ចការងារថ្មីលទ្ធផលក៏បានថ្មីដែរអតីតកាលមិនមែនជាផ្ទះសម្រាប់អ្នកនៅទេវាគ្រាន់តែជាស្រមោលទេតើតែបើរឿងអតីតកាលនោះជារឿងល្អជារឿងបុណ្យកុសលអ្នកអាចចងចាំនិងរំលឹករំលើកដល់អំពើល្អនោះរឿយដើម្បីឲ្យចិត្តបានរីករាយម្ដងទៀតបានបុណ្យម្ដងទៀតអតីតកាលពីរប្រភេទអតីតកាលខ្លះល្អអតីតកាលខ្លះមិនល្អទេជារឿងធម្មតាសម្រាប់ជីវិតមនុស្សម្នាក់ហើយអតីតកាលទាំងពីរនោះបានរលត់បាត់ទៅហើយអ្នកមិនអាចបកក្រោយទៅកែប្រែវាបានទេតែបើអ្នកគិតត្រូវអ្នកអាចកែច្នៃវាបានជាប្រយោជន៍សម្រាប់សាងអនាគតល្អទៅខាងមុខបើអតីតកាលនោះជារឿងល្អជារឿងបុណ្យកុសលអ្នកអាចរំលឹករំលើកវាឡើងវិញដើម្បីឲ្យចិត្តបានជ្រះថ្លាម្ដងទៀតបានសប្បាយចិត្តម្ដងទៀតអ្នកក៏ឈ្មោះថាបានធ្វើបុណ្យម្ដងទៀតដែរដែលនៅក្នុងធម៌លោកហៅថាអបរចេតនាឧស្សាហ៍រំលឹកដល់ទានដែលអ្នកបានឲ្យដល់អំពើល្អដែលអ្នកបានសាងរំលឹកឲ្យបានរឿយចិត្តអ្នកបានចម្រើនដោយបុណ្យចម្រើនដោយភាពត្រជាក់ត្រជុំឧបមាដូចជាការចាក់ទឹកដាក់ជីដល់ដំណាំដែលអ្នកបានដាំដំណាំនោះនឹងផ្ដល់ផលកាន់តែច្រើនឡើងតែបើអតីតកាលនោះ
ជារឿងមិនល្អជារឿងអកុសលចាត់ទុកថាវាជាផលបាបចាស់ទៅចោះយកវាជាមេរៀនជាមូលដ្ឋាននៃការប្រុងប្រយ័ត្នលើកក្រោយហើយអនុញ្ញាតឲ្យវាកន្លងហួសទៅកុំស្ដាយអីព្រោះបើស្ដាយទៅក៏មិនអាចកែប្រែអ្វីបានដដែលហើយបើអ្នករំលឹករំលើកវាញឹកញាប់ពេកវាមានតែនាំឲ្យចិត្តអ្នកក្តៅក្រហាយប៉ុណ្ណោះទ្រព្យគេទ្រព្យយើងក្នុងដំណើរនៃវដ្តសង្សារនេះមិនដឹងថាយើងម្នាក់ជាប់ជំពាក់កម្មជាមួយអ្នកណាខ្លះធ្លាប់ធ្វើបាបធ្វើអាក្រក់ចងពៀជាមួយគ្នាពីជាតិណាមកទេកំហឹងគំនុំស្អប់ចងអាឃាតគ្នាឬបាបកម្មណាមួយសុទ្ធតែនាំឲ្យមានពៀវេរាកំណើតវិលវល់អន្ទូលទៅមកដល់ពេលណាមួយកម្មនោះនឹងវិលមករកអ្នកវិញពេលកម្មចាស់ឲ្យផលអ្នកក៏ត្រូវជួបរឿងមិនល្អព្រាត់ប្រាសឬខាតឡងចុងទៅអ្នកធ្វើបាបកម្មអាក្រក់តែម្ដងទេតែពេលកម្មឲ្យផលមិនមែនឲ្យតែម្ដងទេត្រូវឲ្យការគេថែមទៀតត្រូវទទួលផលកម្មនោះច្រើនដងឬច្រើនជាតិដោយសារចេតនាក្នុងការធ្វើកម្មនោះច្រើនដែរគឺចេតនាមុនពេលធ្វើលោកហៅថាបុព្វចេតនាចេតនាពេលកំពុងធ្វើលោកហៅថាមញ្ញនចេតនានិងចេតនាដែលអ្នកធ្វើឲ្យសប្បាយក្នុងការធ្វើបាបនោះលោកហៅថាអបរចេតនាពេលធ្វើអាក្រក់អ្នកខ្លះសប្បាយណាស់ព្រោះវានាំឲ្យបានទ្រព្យធនបានលៀបបានយសឬឈ្នះគេដោយទង្វើអាក្រក់របស់ខ្លួនតែកុំភ្លេចថាការធ្វើបាបនោះមានឧបមាដូចជាការផឹកទឹកឃ្មុំដែលលាយដោយថ្នាំពិសដូច្នោះឯងឆ្ងាញ់ពីដំបូងតែចុងក្រោយត្រូវពុលស្លាប់យ៉ាងណាមិញទ្រព្យរកដោយការបៀតបៀនអ្នកដទៃជាទ្រព្យក្តៅក្រហាយជាទ្រព្យមានពៀមិនសុខកាយមិនសុខចិត្តឡើយហើយជាប់ពៀវរាវែងឆ្ងាយក្នុងជីវិតបច្ចុប្បន្ននេះផងក្នុងអនាគតជាតិផងបាបកម្មនោះនឹងតាមលងបន្លាចអ្នករហូតដល់ថ្ងៃស្លាប់យើងគ្រប់គ្នាគួរខ្លាចបាបខ្លាចអំពើអាក្រក់មិនគួរចាញ់បោកវាមិនគួរឲ្យវាដឹកមុខហើយទៅប្រព្រឹត្តអាក្រក់ឡើយព្រោះអំពើបាបនោះនឹងនាំទុក្ខមកខ្លួនយើងវិញបាបវានាំឲ្យយើងសប្បាយក្នុងរយៈពេលខ្លីតែត្រូវរងទុក្ខក្នុងរយៈពេលវែងគួរមានស្មារតីប្រឹងរកទ្រព្យដោយសុចរិតមិនបៀតបៀន
មិនប៉ះពាល់ទ្រព្យអ្នកណាឡើយបានតិចបានច្រើនជាទ្រព្យត្រជាក់ជាទ្រព្យពរជ័យអ្នករស់នៅដោយសេចក្តីសុខមិនផិតភ័យមិនតក់ស្លុតក្នុងចិត្តឡើយព្រោះគ្មានអំពើបាបមកតាមលងបន្លាចអ្នកនៅសល់បើអ្នកបាត់បង់អ្វីគ្រប់យ៉ាងហោចណាស់អ្នកនៅសល់ជីវិតនៅមានថ្ងៃនេះនិងថ្ងៃស្អែកសម្រាប់រស់បន្តថ្ងៃបានលិចបាត់ទៅហើយអតីតកាលបានកន្លងហួសទៅហើយអនុញ្ញាតឲ្យវាទៅចុះព្រោះបើអ្នកមិនព្រមក៏វាបានរលត់បាត់ទៅហើយរៀនទទួលស្គាល់ការពិតកំណត់ដឹងថាសង្ខារទាំងឡាយតែងប្រែប្រួលមិនទៀងទាត់ទេអារម្មណ៍ជាអតីតគ្រាន់តែជាស្រមោលវាបានរលត់បាត់ទៅហើយអ្វីដែលអ្នកមានក្នុងដៃគឺពេលវេលានៅបច្ចុប្បន្ននេះការសម្រេចចិត្តពេលនេះអាចជួយកំណត់ជោគវាសនាអ្នកនៅថ្ងៃបន្ទាប់បានយកអ្វីដែលអ្នកមានសេសសល់ធ្វើជាមូលដ្ឋានសម្រាប់ដំណើរទៅមុខនាងបដាចាជួបទុកច្រើនឥតគណនាម្ដាយឪពុកបងប្អូនស្វាមីនិងកូនទាំងពីរជាទីស្រឡាញ់បានស្លាប់ទាំងអស់តែនាងនៅអាចងើបឈរហើយបន្តដំណើរទៅមុខទៀតរហូតបានត្រាស់ជាព្រះអរហន្តីជាសាវិកាដ៏ឆ្នើមរបស់ព្រះពុទ្ធជាម្ចាស់អ្នកប្រហែលជាមិនកំសត់ដូចនាងបដាចាទេអ្នកពិតជាអាចងើបមុខឡើងហើយសាងអនាគតថ្មីក្នុងផ្លូវត្រូវផ្លូវបុណ្យកុសលជីវិតអ្នកនឹងបានភ្លឺថ្លាបើអ្នកសម្រេចចិត្តចាប់ផ្ដើមធ្វើល្អពីថ្ងៃនេះតទៅបាបចាស់បុណ្យថ្មីតាមច្បាប់កម្មផលយើងម្នាក់សុទ្ធតែធ្លាប់បានសាងបាបកម្មខ្លះពីអតីតជាតិមកកាលណាដល់ពេលដែលសមគួរបាបចាស់នឹងឲ្យផលអ្នកក៏ជួបរឿងមិនល្អជួបប្រទះនៅបញ្ហាឬមុខរបរត្រូវខាតបង់ទៅកម្មប្រៀបបានដូចជាស្រមោលអន្ទូលតាមប្រាណតែងជាប់តាមបុគ្គលអ្នកប្រព្រឹត្តនោះទៅក្នុងជាតិកំណើតតទៅ
ទោះបីខំរត់ទៅណាក៏មិនអាចរត់ផុតពីកម្លាំងកម្មដែរសូម្បីតែព្រះពុទ្ធក៏មានបាបតាមឲ្យផលដែរអ្នកធ្លាប់បៀតបៀនជីវិតគេពីអតីតជាតិមកកើតមកក្នុងជាតិនេះក៏សម្បូរជំងឺហើយអាយុមិនវែងទេអ្នកធ្លាប់កឹបកេងទ្រព្យគេនាំឲ្យរកស៊ីមិនឡើងឬខាតលងចុងឬត្រូវបាត់បង់ភ្លើងឆេះទឹកលិចទៅចំណែកអ្នកដែលចូលចិត្តច្រណែននិន្ទាអ្នកដទៃកើតមកជាតិណាច្រើនមានគេស្អប់ទៅណាមកណាខ្សត់មិត្តសម្បូរសត្រូវរីឯអ្នកចូលចិត្តខឹងមួម៉ៅច្រើនកើតមកមានរូបមិនស្អាតមុខមិនស្រស់ដូចគេតែគួរចងចាំថារឿងមិនល្អជាផលនៃបាបចាស់រីឯភាពមួម៉ៅក្តៅក្រហាយជាបាបថ្មីដែលធ្វើឲ្យរឿងកាន់តែអាក្រក់ឡើងផលកម្មចាស់គ្មានអ្នកណារត់គេចបានទេតែអ្នកអាចសាងកម្មថ្មីកម្មល្អដែលនាំឲ្យជីវិតបានប្រសើរឡើងវិញជោគវាសនាជីវិតអ្នកមិនពឹងផ្អែកទាំងស្រុងទៅលើកម្មចាស់ទេតែកម្មថ្មីកម្មបច្ចុប្បន្នមានឥទ្ធិពលខ្លាំងលើខ្សែជីវិតអ្នកបើអ្នកជួបរឿងមិនល្អចាត់ទុកថាជាផលនៃកម្មចាស់ទៅចុះខំប្រឹងដោះស្រាយហើយបើដោះហើយងើបឡើងដើរទៅមុខទៀតសូមកុំស្ពាយផលកម្មចាស់នោះតាមខ្លួនយូរពេកធ្ងន់ណាស់បើវាឲ្យផលម្ដងហើយឲ្យវាកន្លងផុតទៅបើអ្នកមួម៉ៅនឹងវានឹងឧស្សាហ៍មករកអ្នកវិញមិនខានបើឃើញគេធ្វើបានល្អកុំកំណាញ់ពាក្យលើកទឹកចិត្តកុំភ័យពេកអីភ័យពេកទៅបានតែកើតទុក្ខគ្មានដោះអីចេញផងចង់ឲ្យគេគោរពត្រូវចេះគោរពគេមុនកុំសូវនិយាយរឿងមួម៉ៅពេកខាតពេលផងខូចចិត្តផងហើយបាបទៀតកុំយកកំហឹងជាម្ចាស់ត្រូវធ្វើជាម្ចាស់កំហឹងវិញកុំហូបច្រើនពេកនាំឲ្យឈឺច្រើនខ្ជិលដូចជ្រូកអាយុខ្លីឆាប់ស្លាប់បើមានរឿង100ឲ្យអ្នកយំអ្នកមានហេតុផល1000សម្រាប់ញញឹមរួចបន្តដំណើរទៅមុខទៀត